សម្រាប់ចុងវគ្គទី1នេះទៅមើលអំពីវិស័យទេសចរដែលតេតិនទៅនឹងការសិក្សារំហូរទេសចរគឺមានសារៈសំខាន់ខ្លាំងណាស់នៅក្នុងការតាក់ទាញភ្ញៀវទេសចរក៏ដូចជារួមចំណែកយ៉ាងសំខាន់នៅក្នុងការអភិវឌ្ឍវិស័យទេសចរហើយរូបភាពដែលបានបង្ហាញនេះគឺនៅក្នុងខេត្តបាត់ដំបងបើតាមលោកហមអរុនអនុប្រធានមន្ទីរទេសចរខេត្តបាត់ដំបងលោកបានចាត់ទុកថាការសិក្សាលំហូរទេសចរគឺជាយុទ្ធសាស្ត្រពីអ្នកជំនាញពិតនឹងបានរួមចំណែកយ៉ាងសំខាន់នៅក្នុងការរៀបចំផែនការអភិវឌ្ឍទេសចរនៅក្នុងខេត្តបាត់ដំបងតែទៅថ្ងៃអនាគតគឺនឹងមានភាពល្អប្រសើរចំពោះវិស័យទេសចរនេះការលើកឡើងរបស់លោកហមអរុនស្របពេលដែលមន្ទីរទេសចរខេត្តបាត់ដំបងសហការជាមួយនឹងកម្មវិធីអភិវឌ្ឍជំនាញ SDP នៃអង្គការ Swiss Contacts បានចុះសិក្សាស្រាវជ្រាវយ៉ាងសកម្មដើម្បីធ្វើការវិភាគលំហូរទេសចរជាយុទ្ធសាស្ត្រក្នុងភូមិសាស្ត្រខេត្តបាត់ដំបងការសិក្សារបស់ក្រុមអ្នកជំនាញនៃអង្គការ Swiss Contact គឺមានគុណភាពបាទគឺមានគុណភាពសម្ដៅពញាពេលស្នាក់នៅរបស់ភ្ញៀវឲ្យបានយូរដែលបង្កើននៅការលើកកម្ពស់ចំណាយក៏ដូចជាការរៀបចំសេវាទេសចរឲ្យចំតម្រូវការមានគុណភាពសម្ដៅពញាពេលស្នាក់នៅរបស់ភ្ញៀវទេសចរនោះថាក៏ឲ្យបានយូរផងដែរបាទក៏ឲ្យបានយូរផងដែរហើយមួយវិញទៀតគឺក៏ជាការបង្កើននៅចំណាយរបស់ភ្ញៀវព្រោះថាតែភ្ញៀវនៅយូរគឺភ្ញៀវចាយហើយបាទភ្ញៀវទៅដល់ណាគឺចាយហើយបាទទាំងខ្ញុំទាំងសុធារីទាំងភ្ញៀវទេសចរដទៃទៀតណាទាំងភ្ញៀវទេសចរអន្តរជាតិជាដើមហើយជាមួយគ្នានេះក៏ជាការជំរុញឲ្យកំណើនភ្ញៀវទេសចរទៅកាន់ខេត្តបាត់ដំបងហ្នឹងកាន់តែច្រើនឡើងក៏ដូចជាការលើកកម្ពស់សេដ្ឋកិច្ចប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានផងដែរការសិក្សានេះគឺមានរយៈពេល2សប្តាហ៍ហើយខេត្តបាត់ដំបងជាខេត្តដំបូងគេដែលត្រូវបានជ្រើសរើសសម្រាប់ការសិក្សាស្រាវជ្រាវដើម្បីជាគំរូសម្រាប់ការសិក្សានៅខេត្តផ្សេងៗដទៃទៀតនៅក្នុងពេលបន្តទៀតនោះលោកហមអរុនក៏បានគូបញ្ជាក់ដែរការសិក្សាលំហូរទេសចរគឺជាយុទ្ធសាស្ត្រមួយដែលចូលរួមពីអ្នកពាក់ព័ន្ធនៅក្នុងវិស័យទេសចរយ៉ាងផុសផុលលោកហមអរុនអនុប្រធានមន្ទីរទេសចរខេត្តបាត់ដំបងក៏រំពឹងដែរការសិក្សានេះនឹងរួមចំណែកអភិវឌ្ឍវិស័យទេសចរឲ្យមានចីរភាពនិងជំរុញសេដ្ឋកិច្ចមូលដ្ឋានតាមរយៈការពន្យាពេលស្នាក់នៅរបស់ភ្ញៀវទេសចរនៅក្នុងខេត្តឲ្យការស្នាក់នៅនោះកាន់តែយូរផងដែរលោកហមអរុនបានប្រាប់ទូរទស្សន៍ BTV យ៉ាងដូចនេះការសិក្សាលំហូរទេសចរជាយុទ្ធសាស្ត្រនេះពិតជាបានរួមចំណែកយ៉ាងសំខាន់នៅក្នុងការរៀបចំកិច្ចគូផែនការនិងការអភិវឌ្ឍនៃវិស័យទេសចរខេត្តបាត់ដំបងសម្រាប់ថ្ងៃអនាគតបាទដូចជាស្ដែងកន្លងមកយើងឃើញថាយើងមានគោលដៅមានសក្តានុពលហើយយើងនាំភ្ញៀវទៅទស្សនាប៉ុន្តែសម្រាប់ការសិក្សាលើកនេះគឺអ្នកជំនាញគាត់បានសិក្សាលម្អិតស៊ីជម្រៅទៅលើថាតើភ្ញៀវដែលមកបាត់ដំបងហ្នឹងគឺជាអ្នកណាហើយកត្តាអ្វីខ្លះដែលជំរុញចិត្តឲ្យពួកគាត់មកបាត់ដំបងហើយគាត់មកគាត់ត្រូវការអ្វីខ្លះបាទអញ្ចឹងលើកនេះយើងបានធ្វើការសិក្សាពីផ្នែកតម្រូវការហើយខាងអ្នកជំនាញក៏បានសិក្សាលម្អិតបន្ថែមទៅលើថាតើបច្ចុប្បន្នខេត្តបាត់ដំបងមានសក្តានុពលអ្វីហើយក៏បានន័យថាដែលមានស្រាប់ហើយនឹងតើអ្វីដែលយើងអាចរៀបចំសម្រាប់ការជំរុញឲ្យភ្ញៀវទេសចរទៅទស្សនាហើយសម្រាប់ការសិក្សានេះផងដែរក៏ឃើញមានការចូលរួមអំពីអ្នកពាក់ព័ន្ធនៅក្នុងវិស័យទេសចរទាំងស្ថាប័នរដ្ឋទាំងវិស័យឯកជនទាំងសិស្សនិស្សិតហើយនិងសាធារណជនបាទគាត់បានចូលរួមយើងបង្កើតទៅជាផែនទីលំហូរទេសចរហើយក៏បានសិក្សាទាំងថាតើនាំភ្ញៀវទៅតំបន់មួយហ្នឹងភ្ញៀវទៅហ្នឹងគាត់ពេញចិត្តគាត់ត្រូវការអីហើយជាពិសេសជះឥទ្ធិពលលើគេខ្លះនៅក្នុងតំបន់ព្រោះការអភិវឌ្ឍយើងមិនមែនមើលឃើញតែផ្នែកសេដ្ឋកិច្ចទេយើងត្រូវដឹងអំពីវប្បធម៌ទំនៀមទម្លាប់បរិស្ថាននៅក្នុងហ្នឹងបើសិនជាការប៉ះពាល់អីមិនយើងត្រូវព្យាយាមធ្វើយ៉ាងណាឲ្យផលប៉ះពាល់នេះឲ្យបានតិចបំផុតបាទអញ្ចឹងក្នុងនាមទីទេសចរមានការរំពឹងយ៉ាងមុតមមថាលទ្ធផលនៃការស្រាវជ្រាវនេះពិតជាសំខាន់ហើយនឹងរួមចំណែកនៅក្នុងការរៀបចំផែនការអភិវឌ្ឍវិស័យទេសចរឲ្យមានប្រសិទ្ធភាពឲ្យមានជីវភាពហើយជាពិសេសទទួលបាននឹងការជំរុញដល់សេដ្ឋកិច្ចរបស់ប្រជាជនមូលដ្ឋានហើយនិងអ្នកប្រកបអាជីវកម្មដែលពាក់ព័ន្ធនឹងវិស័យទេសចរយើងធ្វើមកយ៉ាងណាជួយជំរុញឲ្យភ្ញៀវស្នាក់នៅកាន់តែយូរបាទហើយភ្ញៀវការចំណាយឲ្យកាន់តែច្រើនតាមរយៈការបង្កើតនៅសកម្មភាពតាក់ទាញហើយជាពិសេសនោះគឺទេសចរគុណភាពនឹងមានការកើនឡើងបន្ទាប់ពីយើងរៀបចំបានល្អប្រសើរ
តេតិនទៅនឹងការសិក្សាលំហូរភ្ញៀវទេសចរជាយុទ្ធសាស្ត្រពីអ្នកជំនាញអន្តរជាតិគឺធ្វើឡើងនៅក្នុងគោលបំណងស្វែងយល់ឲ្យកាន់តែច្បាស់អំពីកត្តាជំរុញទឹកចិត្តដែលតាក់ទាញភ្ញៀវទេសចរឲ្យទៅលេងកម្សាន្តនៅក្នុងខេត្តបាត់ដំបងហើយបើពិនិត្យមើលរបៀបដែលភ្ញៀវទេសចរធ្វើដំណើរឆ្លងកាត់តាមគោលដៅនានានិងស្វែងរកឱកាសនៅក្នុងការបង្កើតឬក៏ធ្វើពិពិធកម្មនិងពង្រឹងគុណភាពផលិតផលសេវាកម្មទេសចរឲ្យចំតម្រូវការលទ្ធផលនិងការរកឃើញទាំងអស់ពីការសិក្សានេះនឹងក្លាយទៅជាមូលដ្ឋានគ្រឹះនិងជាអនុសាសន៍គន្លឹះសម្រាប់អាជីវកម្មទេសចរស្ថាប័នរដ្ឋាភិបាលដៃគូអភិវឌ្ឍព្រមទាំងភាគីពាក់ព័ន្ធទាំងអស់ជាពិសេសព័ត៌មានទាំងនេះនឹងជួយឲ្យគ្រប់ភាគីអាចឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងរបស់ភ្ញៀវទេសចរនិងរួមចំណែកគាំទ្រដល់ការអភិវឌ្ឍវិស័យទេសចរនៅក្នុងខេត្តបាត់ដំបងប្រកបដោយចីរភាពអញ្ចឹងនេះគឺជាការខិតខំប្រឹងប្រែងផងដែរទាំងអាជ្ញាធរទាំងអាជីវករទាំងអ្នកផ្ដល់សេវាវិស័យទេសចរទាំងមន្ទីរទេសចរខេត្តបាត់ដំបងរួមជាមួយនឹងអ្នកជំនាញដែលបានមានបង្កើតឡើងនៅកម្មវិធីអភិវឌ្ឍជំនាញឬក៏ចោះធ្វើការសិក្សានៃលំហូរទេសចរនេះដែលនឹងធ្វើឲ្យខេត្តបាត់ដំបងដែលជាខេត្តដំបូងគេនៅក្នុងការចោះសិក្សានេះនឹងទទួលបាននៅផលប្រយោជន៍ហើយនឹងបន្តអនុវត្តទៅខេត្តដទៃផ្សេងទៀតសម្រាប់ការអភិវឌ្ឍវិស័យទេសចរមានន័យថាជាការលើកកម្ពស់វិស័យទេសចរជាការអភិវឌ្ឍវិស័យទេសចរហើយក៏ជាការផ្ដល់នៅព័ត៌មានកាន់តែច្បាស់លាស់បន្ថែមទៀតទាំងសេវាកម្មទាំងម្ហូបអាហារទាំងការស្នាក់នៅទៅដល់ភ្ញៀវទេសចរជាតិនិងអន្តរជាតិផងដែរនោះ